Ok, ngày hôm nay có dùng một lần survival chân dân tập sớ hay trong các bạn đã gặp một mùi phòng đáy chỗ cứ trên cái price zombie bao giờ nó ở cái chia zombie thay một tiền bài này rồi có bài này mình bài bài nâng thế cứ bài này vậy pro zombie nâng đây của bạn cái price thì tôi tại phần nó bên đây tao này trong đơn thật zombie nâng rồi có nhóm lên không viện nâng đôi luôn đợt thế complete to scenario hot bị down rồi đó trong Blood crafting tab ball មួយជាមួយនឹង pickaxe កញ្ចាស់មួយផងដែរយើងក៏ upgrade tool ថ្មីរបស់យើងទៅតែម្ដងទៅបាទហើយខ្ញុំធ្វើដំណើរចេញពីកន្លែងហ្នឹងដើម្បីបន្តទៅមុខទៀតហើយនៅពេលហ្នឹងខ្ញុំក៏បានជួបជាមួយនឹងភូមិ villager មួយផងដែរហើយខ្ញុំក៏សម្រេចចិត្តចូលទៅលុកលុយនៅក្នុងភូមិនឹងតែម្ដងបើកមកខ្វះបាននំប៉័ង3មួយទៀត KMមួយកន្លែងទៀតបានស្បែកគោហើយខ្ញុំក៏ចេញពីនឹងមកដល់លើកំពូលភ្នំមួយហើយខ្ញុំក៏បានចាប់ផ្ដើមការម៉ាញរបស់ខ្ញុំទៀតដើម្បីធ្វើបេះយកថ្មហ្នឹងទៅធ្វើបេះយើងឬក៏ថនហលរបស់យើងអញ្ចឹងតោះទស្សនាបន្តិចដោយសារតែពេលហ្នឹងមេចិត្តជប់ដែរអញ្ចឹងខ្ញុំក៏រកកន្លែងធ្វើបេះព្រះអាទិត្យចាប់ផ្ដើមលិចហើយព្រះច័ន្ទក៏ចាប់ផ្ដើមរះផងដែរក៏ប៉ុន្តែមើលពណ៌វាទៅគឺពណ៌ផ្កាឈូកហើយនៅក្នុងយប់ទី1ហ្នឹងដែរខ្ញុំក៏បានដេកតែម្ដងនៅក្នុងព្រឹកទី1មាន zombie 3 ក្បាលបានឆេះបាទគឺមើលទៅភ្នែកវាពិតជាសស្គុះខ្លាំងមែនតើហើយខ្ញុំក៏បានធ្វើដំណើរដើម្បីរកកន្លែងធ្វើបេះមកដល់វាលមួយគឺស្អាតខ្លាំងមែនតើអញ្ចឹងខ្ញុំក៏សម្រេចទៅធ្វើ town hall តែនឹងតែម្ដងខ្ញុំក៏ក្រាស់ជាមួយនឹងកម្មចនាដើម្បីដាក់ទៅខាងលើប៉មហើយនៅពេលហ្នឹងខ្ញុំក៏សម្រេចចិត្តដាក់របងព័ទ្ធជុំវិញតែម្ដងអូខេរបងរបស់យើងក៏បានរួចសម្រេចផងដែរវីដេអូរបស់យើងក៏បានកាត់មកដល់ពេលយប់តែម្ដងហើយយើងក៏ត្រៀមខ្លួនក្នុងការប្រយុទ្ធផងដែរខ្ញុំក៏បានសម្លាប់ zombie មួយនេះចោលដើម្បីកុំឲ្យវាញ៉ៃញ៉ៃក៏ប៉ុន្តែមាន skeleton គេនឹងបាញ់ខ្ញុំតែម្ដងគេលតនហ្នឹងបាញ់ត្រង់ដូចគេដាក់ map ចឹងគ្នាយើងអញ្ចឹងខ្ញុំក៏សម្រេចចិត្តឡើងមកលើវិញដើម្បីមើលស្ថានភាពសិនដោយសារតែលេងយូរទៅគឺវាអត់ដឹងធ្វើអីចឹងខ្ញុំក៏សម្រេចចិត្តបញ្ញត្តិចប់វីដេអូតែម្ដងគឺដើរវាយ zombie តែម្ដងណាមួយចង់ឲ្យគ្នាយើងឃើញសម្រស់ zombie យើងផង